ខ្ញុំនឹងបង្ហាញអ្នកនៅវិធីសាស្ត្ររៀនបច្ចេកវិទ្យាព័ត៌មាន Computer ដោយចាប់ផ្ដើមពីមូលដ្ឋានគ្រឹះនិងរៀនយ៉ាងមានប្រសិទ្ធភាពជំហានទី1ជ្រើសរើសផ្នែកដែលត្រូវរៀនដំបូងត្រូវកំណត់ថាតើអ្នកចង់រៀនអ្វីការប្រើប្រាស់កុំព្យូទ័រមូលដ្ឋានសម្រាប់អ្នកចាប់ផ្ដើមកម្មវិធី Office Word Excel PowerPoint ការសរសេរកូដ Programming ការរចនាក្រាហ្វិកប្រព័ន្ធប្រតិបត្តិការ Windows MacOS Linux ជំហានទី2រៀនមូលដ្ឋានគ្រឹះជាមុនសិនចាប់ផ្ដើមពីអ្វីដែលងាយការប្រើប្រាស់ម៉ៅស៍និងក្តារចុចការបង្កើតឯកសារនិងថតការរក្សាទុកឯកសារ Save ការចម្លងកាត់បិទភ្ជាប់ Copy Cut Paste ជំហានទី3ប្រើប្រាស់ធនធានឥតគិតថ្លៃរៀនតាមអនឡាញ YouTube មានមេរៀនឥតគិតថ្លៃជាច្រើនស្វែងរកជាភាសាខ្មែរឬអង់គ្លេស Website Ubay Schools Khan Academy Coursera App SoloLearn Memo សម្រាប់រៀនកូដវិធីសាស្ត្ររៀនឆាប់ចាំ1អនុវត្តជាក់ស្ដែងធ្វើតាមភ្លាម2កត់ត្រាសញ្ញាចំណាំសរសេរជំហានសំខាន់3ធ្វើលំហាត់ប្រចាំថ្ងៃយ៉ាងហោចណាស់30នាទីថ្ងៃ4ប្រើកម្មវិធីដែលរៀនយកមកប្រើក្នុងការងារប្រចាំថ្ងៃជំហានទី4ផែនការរៀនតាមលំដាប់សម្រាប់អ្នកចាប់ផ្ដើមសប្តាហ៍1 2រៀនប្រើ Windows Mac មូលដ្ឋានសប្តាហ៍3 4រៀន Microsoft Word សប្តាហ៍5 6រៀន Internet និង Email សប្តាហ៍7 8រៀន Excel មូលដ្ឋានសម្រាប់អ្នកចង់រៀនកូដខែ1 Himocast ខែ2 JavaScript មូលដ្ឋានខែ3 Python មូលដ្ឋានខែ4ការបង្កើតគម្រោងតូចជំហានទី5គន្លឹះរៀនឆាប់ចាំមិនត្រូវរួសរាន់ចាប់ផ្ដើមពីអ្វីដែលងាយសិនរៀនតាមលំដាប់មិនត្រូវរំលងជំហានសួរនៅពេលជួបបញ្ហាប្រើ Google Forum Facebook Group ធ្វើគម្រោងតូចបង្កើតអ្វីមួយដោយខ្លួនឯងធនធានដែលអាចជួយអ្នកបាន YouTube ភាសាខ្មែរ It Cambodia Sabayit Academy Website Ubay Schools រៀនកូដ Microsoft Support រៀន Office App Duolingo រៀនភាសាអង់គ្លេស Typing Club វាអក្សរលឿនចងចាំការអនុវត្តជាក់ស្ដែងគឺជាកូនគោលរបស់ភាពជោគជ័យចាប់ផ្ដើមពីថ្ងៃនេះរៀនបន្តិចម្ដងនៅតែបន្តនិងមិនបោះបង់ចោលតើអ្នកចង់រៀនផ្នែកណាជាពិសេសខ្ញុំអាចណែនាំអ្នកបានលម្អិតជាងនេះ